វីដេអូនេះខ្ញុំនឹង recommend 5កន្លែងដែលអ្នកទាំងអស់គ្នាគួរទៅពេលអ្នកទាំងអស់គ្នាមកលេងសៃហ្គនហើយក៏មានកន្លែងបុកល្ហុងនៅវៀតណាមដែលកម្រហើយល្បីដែរអ្នកទាំងអស់គ្នាកន្លែងទី1ដែលខ្ញុំទៅញ៉ាំហ្នឹងគឺបិណ្ឌឌូនអ្នកទាំងអស់គ្នាខ្ញុំទៅញ៉ាំរៀងយូរគ្រាន់ដែរហើយខ្ញុំមើលតាម Google ដោយសារអីឃើញគេរ៉េតរៀងច្រើនដែរអ្នកទាំងអស់គ្នាបើសួរខ្ញុំថាកន្លែងនេះឈ្មោះអីខ្ញុំភ្លេចបាត់ហើយអ្នកទាំងអស់គ្នាដោយសារខ្ញុំទៅញ៉ាំរៀងយូរដែរហើយបើអ្នកទាំងអស់គ្នាចង់ដឹងអ្នកទាំងអស់គ្នាអាចមើលតាម Google គេរ៉េតអីចឹងណាអ្នកទាំងអស់គ្នាហើយសម្រាប់កន្លែងខ្ញុំទៅញ៉ាំវិញគឺឆ្ងាញ់អ្នកទាំងអស់គ្នាខ្ញុំឲ្យ10ទៅ10មកហើយតម្លៃអីក៏សមរម្យដែរអ្នកទាំងអស់គ្នាបើកន្លែងទី2នេះមិនកន្លែងញ៉ាំអីអ្នកទាំងអស់គ្នាគឺ train station MRT ណាអ្នកទាំងអស់គ្នាកន្លែង MRT ហ្នឹងគេចូលចិត្តមកថតរូបអ្នកទាំងអស់គ្នាហើយគេថតមកចេញ vibe cute មិនក៏បានអីមិនក៏បានណាអ្នកទាំងអស់គ្នាហើយបើយើងធ្វើដំណើរទៅ destination ណាមួយទៀតត្រូវតអស់លុយតិចអ្នកទាំងអស់គ្នាបើកន្លែងទី3វិញយើងមកញ៉ាំបាញ់មីនអ្នកទាំងអស់គ្នានៅសៃហ្គនគ្រប់កន្លែងទាំងអស់គឺមានបាញ់មីនហ្នឹងមកអ្នកទាំងអស់គ្នាហើយគ្រប់កន្លែងគឺឆ្ងាញ់ហើយទូថ្លៃទៀតអ្នកទាំងអស់គ្នាបើអ្នកគ្នារកកន្លែង local ហ្មងគឺទូថ្លៃហ្មងហើយកន្លែងទី4នេះកន្លែងបោកល្ហុងគាត់អ្នកទាំងអស់គ្នាគឺគាត់ល្បីនៅក្នុង TikTok ខ្ញុំចិត្តតែមកតាមម៉ាក់ដែរទេអ្នកទាំងអស់គ្នាណាមួយខ្ញុំមកនៅវៀតណាម2ខែហ្នឹងអត់បានញ៉ាំបោកល្ហុងស្បីតែម្ដងអ្នកទាំងអស់គ្នាគ្រាន់តែមកដល់ខ្ញុំឃើញគាត់បំពងប្រហិតសាច់គោមកអ្នកទាំងអស់គ្នាហើយបោកល្ហុងវិញឡើងច្រើនដោយសារអីភ្ញៀវគាត់មានតអ្នកមកញ៉ាំផ្ទាល់ហើយ Grab អីក៏មានដែរអ្នកទាំងអស់គ្នាកាលហ្នឹងខ្ញុំញ៉ាំរៀងច្រើនដែរអ្នកទាំងអស់គ្នាគឺមួយមុខ2តែអស់ទៅ6ឡាយអ្នកទាំងអស់គ្នាបើភ្ញៀវគាត់វិញក៏មកច្រើនមកអ្នកទាំងអស់គ្នាមើលតែ Grab ពូគាត់ដឹកឲ្យដឹងថាភ្ញៀវគាត់ fan ប៉ុណ្ណាកន្លែងទី5នេះកន្លែងខុងកាហ្វេអ្នកទាំងអស់គ្នាគេមានច្រើនសាខាខ្លាំងមែនតើអ្នកទាំងអស់គ្នាតែសាខានេះគឺនៅជិតឆូចពណ៌កាឈូកហ្នឹងអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាទៅលេងថតរូបអាចទៅកន្លែងហ្នឹងបានអ្នកទាំងអស់គ្នាហើយកន្លែងហ្នឹងក៏ខ្ញុំឃើញគេ recommend ច្រើនដែរអ្នកទាំងអស់គ្នាវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាហើយជួយ follow page ខ្ញុំផងហើយ see you next video bye bye